សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសមកក៏បានដែរថ្ងៃនេះដែរមានបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែមិនបន្តសាច់រឿងអេមានពិតជាអរគុណទៅកាន់គ្នាយើងមែនទែនដែលបាន support កាហ្វេមកកាន់តែមានអេមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាកជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចហើយបើសិនជាគ្នាយើងណាដែលមានបំណងថាចង់ support កាហ្វេមកកាន់តែមានអីនោះអេមាននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់អេមានម្យ៉ាងទៀតសម្រាប់គ្នាយើងដែលមិនទាន់បានចុច subscribe នៅលើ channel របស់អេមាននោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលអេមានបានអាប់ឡូតឥឡូវយើងក៏មកចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាត់បង្ហាញនៅពេលដែលអ៊ីរ៉ាហានាងកំពុងតែងូតទឹកនោះនាងកំពុងតែគិតអំពីពាក្យសម្ដីដែលអូប៊ូស៊ីក៏បានប្រពន្ធនាងដើម្បីទៅដែននៅយប់នោះអូប៊ូស៊ីមិនត្រឹមតែប្រពន្ធនាងដើម្បីទៅ shopping នោះទេថែមទាំងមានអំណរថាប្រពន្ធអ្នកដទៃទៀតផងក៏ប៉ុន្តែនាងគឺដឹងច្បាស់ខ្លាំងណាស់ថាអ្នកគ្រូហើយនិងបងប្រុសរបស់នាងប្រកាសជាមិនបានទៅនោះឡើយនៅថ្ងៃឈប់សម្រាកនោះក៏ប៉ុន្តែសម្រាប់នារីម្នាក់នោះគឺប្រកាសខ្លាំងណាស់ដឹងតែទៅហើយបន្តមកទៀតសាច់រឿងក៏កាត់បង្ហាញនៅពេលដែលអូប៊ូស៊ីក៏បានធ្វើដំណើរដើម្បីទៅជួបជាមួយនឹងម៉ាសេរ៉ូហើយនិងអ៊ីរ៉ាហាដែលកំពុងតែចាំគាត់គ្រាន់តែទៅដល់អ្នកនំពីភ្លាមអ្នកនំពីបានស្ដីឲ្យទៅកាន់អូប៊ូស៊ីភ្លាមតែម្ដងថាក្នុងនាមជាមនុស្សប្រុសបែរជាឲ្យមនុស្សស្រីចាំទៅវិញចំណែកអូប៊ូស៊ីគឺក៏អត់ចង់និយាយច្រើននោះទេដូច្នេះក៏បានប្រពន្ធអ្នកនំពីដើម្បីទៅផ្សារតែម្ដងភ្លាមក៏ស្រាប់តែអ៊ីរ៉ាហានាងក៏បានអោបដៃទៅកាន់អូប៊ូស៊ីដោយអះអាងថាមិត្តភក្តិគឺតែងតែធ្វើបាននឹងឯងអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថាសំបីតែម៉ាសេរ៉ូក៏បានអោបដៃរបស់អូប៊ូស៊ីផងដែរដោយសារតែនាងក៏បានយល់ច្រឡំថាមិត្តភក្តិគឺតែងតែធ្វើបែបហ្នឹងជាមួយគ្នាដល់ពេលចឹងទៅធ្វើឲ្យអូប៊ូស៊ីគឺគាំងតែម្ដងបន្ទាប់ពីអ្នកនំពីក៏បានធ្វើបែបហ្នឹងដាក់មកកាន់គាត់រីមកទៀតអ្នកនំបីក៏បានមកដល់កន្លែងគាត់ហើយនៅពេលហ្នឹងធ្វើឲ្យអូប៊ូស៊ីក៏ពិតជាឈឺក្បាលមែនទែនដោយសារតែកំណើតរបស់ម៉ាសេរ៉ូហើយនិងអ៊ីរ៉ាហាកំពុងតែខ្វែងគ្នាដែលម្នាក់គឺចង់មើលរឿងស្នេហាឯម្នាក់ទៀតគឺចង់មើលរឿងប្រយុទ្ធគ្នាអញ្ចឹងហើយគឺចាក់អត់ចូលនោះទេកំណត់អ្នកនំពីអូប៊ូស៊ីនៅពេលដែលឃើញបែបហ្នឹងក៏បានចូលទៅសំណុំសំណួរអ្នកនំពីដោយអះអាងថាពួកគេគួរតែជ្រើសរើសក្នុងការប៉ាវទៅបើសិនជាអ្នកណាប៉ាវឈ្នះអ្នកនោះគឺមានសិទ្ធិក្នុងការទៅមើលរឿងដែលអ្នកនោះចង់មើលនៅពេលហ្នឹងអ្នកដែលបានប៉ាវឈ្នះគឺគ្មានអ្នកណាឆ្ងាយនោះទេគឺជាអ៊ីរ៉ាហានឹងឯងអញ្ចឹងហើយធ្វើឲ្យនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដល់ពេលជិតទៅនៅក្នុងកូនយើងក៏បានឃើញថាពួកគេទាំង3នាក់គឺមើលរឿងដោយសេចក្តីរីករាយក៏ប៉ុន្តែម៉ាសេរ៉ូនៅពេលនោះដូចជាមិនសូវស្រួលនោះឡើយពីព្រោះនាងគឺមិនដែលធ្លាប់មើលរឿងប្រយុទ្ធគ្នាពីមុនមកទេអញ្ចឹងហើយនៅពេលដែលឃើញស្ដេចបែបហ្នឹងក៏ចាប់ផ្ដើមមានអារម្មណ៍អត់សូវស្រួលសេរីរឿងក៏កាត់បង្ហាញនៅពេលដែលពួកគេទាំង3នាក់ក៏បានចេញពីកូនហើយនោះអ៊ីរ៉ាហាក៏បានសុំពួកគេទាំង2នាក់ដើម្បីទៅបន្ទប់ទឹកមួយផ្លែនបន្ទាប់ពីការចាត់ចែងរបស់អ៊ីរ៉ាហាហើយនោះម៉ាសេរ៉ូក៏បានប្រាប់ទៅកាន់អូប៊ូស៊ីផងដែរពាក្យប៉ុនអំពីអ៊ីរ៉ាហាបើតាមអ្វីដែលនាងបានសង្កេតមើលទៅកាន់អ៊ីរ៉ាហានោះនាងក៏បានដឹងថាអ៊ីរ៉ាហាគឺជាមនុស្សដែលល្អខ្លាំងណាស់គ្រាន់តែនាងគឺមានអត្តចរិតរៀងច្រឡឹមបន្តិចនិយាយគ្នាមិនតាមអប្រមាណផងក៏ស្រាប់តែមានមនុស្សស្រី2នាក់ក៏បានចូលមកនិយាយជាមួយនឹងម៉ាសេរ៉ូហើយកញ្ញាទាំងពីរនឹងហើយគឺជាមើលរំថារបស់ម៉ាសេរ៉ូកាលនៅសាលាចាអ្នកទាំងពីរមករាក់ទាក់ទៅកាន់ម៉ាសេរ៉ូគឺមិនត្រឹមតែរាក់ទាក់ធម្មតានោះទេគឺចាប់ផ្ដើមបូលីទៅកាន់ម៉ាសេរ៉ូតែម្ដងចំពោះអារម្មណ៍របស់ម៉ាសេរ៉ូនៅពេលនេះគឺចាប់ផ្ដើមមានអារម្មណ៍អត់សូវស្រួលនោះឡើយដោយសារតែនាងគឺត្រូវតែប្រឈមមុខជាមួយនឹងអតីតកាលចាស់របស់នាងនៅពេលដែលឃើញដូច្នោះអូប៊ូស៊ីបានចេញមកការពារទៅកាន់ម៉ាសេរ៉ូនិងដេញទៅកាន់កញ្ញាទាំងពីរនោះឲ្យចាក់ចេញអំពីម៉ាសេរ៉ូដោយការដេញអំពីសំណាក់របស់អូប៊ូស៊ីបាននឹងហើយកញ្ញាទាំងពីរនាក់នោះក៏បានសម្រេចចិត្តចាក់ចេញផងដែរហើយរាល់សកម្មភាពទាំងអស់ហ្នឹងអ៊ីរ៉ាហាបានខ្លំមើលឃើញផងដែរប៉ុន្តែនាងគឺមិនទាន់បានចូលទៅជួយនោះទេរីឯម៉ាសេរ៉ូនៅវិញបានសុំទោសទៅកាន់អូប៊ូស៊ីដែលធ្វើឲ្យអូប៊ូស៊ីពិបាកសម្រាប់នាងគ្រាន់តែនិយាយសុំទោសទៅកាន់អូប៊ូស៊ីរួចនាងបានរត់ចាក់ចេញអំពីកន្លែងរបស់អូប៊ូស៊ីភ្លាមតែម្ដងដែលហេតុនេះហើយអ៊ីរ៉ាហាក៏បានបង្ហាញខ្លួនហើយក៏បានប្រាប់ទៅកាន់អូប៊ូស៊ីថាពួកគេគួរតែប្របែកផ្លូវគ្នាដើម្បីទៅតាមរកទៅកាន់ម៉ាសេរ៉ូដើម្បីត្រឡប់មកវិញមកបន្តមកអូប៊ូស៊ីបានទៅដល់កន្លែងរោងកុនហើយក៏បានដឹងភ្លាមថាម៉ាសេរ៉ូប្រកាសជាទៅមើលរឿងដែលនាងចង់មើលជាមិនខានហើយដោយអ្វីដែលអូប៊ូស៊ីបានរំពឹងទុកមែនដោយម៉ាសេរ៉ូនៅពេលនេះនាងកំពុងតែអង្គុយមើលសាច់រឿងដែលនាងចង់មើលនឹងនៅក្នុងរោងកុនតែម្នាក់ឯងតែប៉ុណ្ណោះចំណែកអូប៊ូស៊ីនៅពេលឃើញបែបហ្នឹងក៏បានទៅអង្គុយជិតជាមួយនឹងម៉ាសេរ៉ូហើយក៏បានសួរទៅកាន់ម៉ាសេរ៉ូថាហេតុអីបានជារត់ចាក់ចេញពីគាត់ម៉ាសេរ៉ូបានតបថាដោយសារតែនាងគឺមិនចង់រំខានទៅកាន់អូប៊ូស៊ីឲ្យលំបាកមកជាមួយនាងនោះទេនៅពេលហ្នឹងហើយម៉ាសេរ៉ូបានសារភាពប្រាប់ទៅកាន់អូប៊ូស៊ីផងដែរពាក្យប៉ុនអំពីអតីតកាលរបស់នាងនៅពេលដែលនាងកំពុងតែនៅរៀនសាលាចាស់នោះគណៈពេលដែលនាងកំពុងតែសរសេររឿងប្រឡំលោករបស់នាងហ្នឹងក៏ស្រាប់តែមើលរំខានរបស់នាងក៏បានចាប់បានហើយក៏បានយកកណ្ដាស់ដែលនាងកំពុងតែសរសេរហ្នឹងគឺទៅសោចំអកដាក់នាងតែម្ដងដូច្នោះហើយធ្វើឲ្យនាងពិតជាពិបាកចិត្តខ្លាំងណាស់ដោយសារតែនាងគឺមិនចង់ឲ្យអ្នកណាគឺបានដឹងអំពីអ្វីដែលនាងបានធ្វើនោះទេឬក៏អាចจะបានថារឿងរ៉ាវដែលនាងបានធ្វើហ្នឹងគឺចាត់ទុកថាជារឿងអាក់បាំងរបស់នាងក៏ប៉ុន្តែបែរជាបែកធ្លាយអញ្ចឹងណាបន្ទាប់ពីលើការសារភាពរបស់ម៉ាសេរ៉ូបានហ្នឹងហើយអូប៊ូស៊ីនៅពេលនោះក៏ចាប់ផ្ដើមនិយាយលើកទឹកចិត្តទៅកាន់ម៉ាសេរ៉ូសូម្បីតែរូបខ្ញុំក៏កោតសរសើរទៅកាន់ចំពោះទឹកដៃរបស់អ្នកនិពន្ធម្នាក់នោះផងដែរពីព្រោះថាគឺការសរសេររបស់គាត់ពិតជាល្អ perfect មែនទែនហើយខ្ញុំក៏ជាបុគ្គលម្នាក់នៅក្នុងចំណោមមនុស្សទាំងនោះដែលជា fan ផ្កាប់មុខរបស់ Makai Sensei
ហើយនៅពេលដែលខ្ញុំគឺបានមើលប្លង់លោករបស់ម៉ាកៃសិនសេគឺធ្វើឲ្យអារម្មណ៍របស់គាត់គឺស្រស់ថ្លាមែនទែននឹងធ្វើឲ្យខ្ញុំគឺការតាមមានកម្លាំងចិត្តក្នុងការធ្វើហ្គេមរបស់ខ្ញុំឬក៏ការងាររបស់ខ្ញុំនោះគឺបន្តទៅមុខទៀតដោយការលើកទឹកចិត្តរបស់ Obuchi បាននឹងហើយធ្វើឲ្យ Machiro នៅពេលនោះក៏មានអារម្មណ៍ថាសប្បាយចិត្តឡើងវិញផងដែរដូច្នោះនាងក៏ចាប់ផ្ដើមបបាយប្រធានបទក្នុងការនិយាយតែម្ដងទាក់ទងអំពី Iraha នៅពេលដែលនាងគឺបានខ្លាចជាមិត្តភក្តិរបស់ Iraha ហើយនោះនាងពិតជាភ័យខ្លាចមែនទែនខ្លាចថានៅថ្ងៃណាមួយ Iraha ប្រកាសជាធ្វើបាបដូចជាមិត្តរូបថ្នាក់របស់នាងកាលពីនៅអតីតកាលអញ្ចឹងបន្ទាប់ពីលើបាននឹងភ្លាម Obuchi បានលើកទឹកចិត្តទៅកាន់ Machiro ម្ដងទៀតហើយដោយលើកឡើងន័យថាកុំឲ្យបារម្ភអីពីព្រោះគាត់ពិតជាដឹងខ្លាំងណាស់អំពី Iraha ថានាងគឺមិនមែនជាមនុស្សដែលនាងបានគិតបែបហ្នឹងនោះទេឥឡូវនេះពួកគេគួរតែធ្វើណាដើម្បីទៅជួបជាមួយនឹង Iraha ហ្មងទៅដែលហេតុនេះហើយ Machiro ក៏បានយល់ព្រមជាមួយនឹងសំណើរបស់ Obuchi បន្តមកទៀតនៅពេលដែលអ្នកទាំងពីរក៏បានរកឃើញទៅកាន់ Iraha នោះក៏ស្រាប់តែឃើញថា Iraha នាងកំពុងតែនិយាយជាមួយនឹងមនុស្សទាំងពីរនាក់នោះដូចជាត្រូវគ្នាដល់ហើយកញ្ញាទាំងពីរនាក់នោះគឺជាមនុស្សដែលបូលីទៅកាន់ Machiro នឹងឯង Machiro នៅពេលដែលឃើញ Iraha បែបនេះបានជឿទៅកាន់ Iraha ថាជាមនុស្សដែលអាក្រក់អញ្ចឹងណាក៏ប៉ុន្តែ Obuchi បានបដិសេធនិងប្រាប់ទៅកាន់ Machiro ថាចាំមើលទៅកាន់ Iraha សិនទៅចំណែក Iraha នៅវិញគឺមិនបានចូលរាក់ទាក់ទៅកាន់កញ្ញាទាំងពីរនាក់នឹងទេបើជានិយាយបូលីទៅកាន់អ្នកទាំងពីរវិញដល់ពេលទៅធ្វើឲ្យកញ្ញាទាំងពីរនោះគឺចាប់ផ្ដើមខឹងទៅកាន់ Iraha ហើយចង់វាយជាមួយនឹង Iraha ទៀតណាក៏ប៉ុន្តែភ្លាមនឹងដែរក៏ស្រាប់តែសម្លេងរបស់ Iraha ក៏ចាប់ផ្ដើមកាចហើយទឹកមុខរបស់នាងនៅពេលនោះគឺមិនបាច់យាយនោះទេ Machiro នៅពេលឃើញបែបនេះក៏ចាប់ផ្ដើមគិតទៀតហើយហេតុអីបានជា Iraha គឺទៅជាបែបនេះទៅវិញ Obuchi បានបកស្រាយថានោះគឺជាជំនាញផ្ទាល់ខ្លួនរបស់ Iraha ត្រឡប់មកកន្លែង Iraha នៅវិញអ្នកទាំងពីរនោះក៏ចាប់ផ្ដើមយល់ច្រឡំហើយថា Iraha គឺជាមនុស្សដែល gangster អញ្ចឹងទៅនៅពេលហ្នឹងអាចសក់លឿង business ស៊ីកំណាប់ដៃរបស់ Iraha ហើយក៏ប៉ុន្តែត្រូវបាន Obuchi បានចូលទៅហាមឃាត់ហើយក៏ចាប់ផ្ដើមនិយាយបណ្ដោយទៅកាន់កញ្ញាទាំងពីរនាក់នោះឲ្យចាក់ចេញពីទីនេះនិងប្រមានទៅកាន់អ្នកទាំងពីរផងដែរថានៅថ្ងៃក្រោយអ្នកទាំងពីរគឺត្រូវតែចងចាំកុំឲ្យមកពាក់ព័ន្ធជាមួយនឹង Machiro បន្តទៀតកញ្ញាទាំងពីរបន្ទាប់ពីលើការគម្រាមរបស់ Obuchi បាននឹងហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចហើយក៏បានចាក់ចេញពីទីនេះបាត់ទៅបន្ទាប់ពីដោះស្រាយអំពីរឿងរ៉ាវរបស់ Machiro រួចរាល់ហើយនោះ Machiro ក៏បានធ្វើការសុំទោសទៅកាន់ Iraha ទាក់ទងអំពីការយល់ច្រឡំរបស់នាងដំបូងឡើយនាងក៏បានគិតថា Iraha គឺជាមនុស្សម្នាក់ដែលអាក្រក់អីចឹងណាតាមពិតទៅនាងគឺជាមនុស្សដ៏ល្អសោះដូច្នេះនៅពេលនេះតើ Iraha យល់ព្រមធ្វើជាមិត្តភក្តិរបស់នាងដែរឬទេហើយប្រកាសខ្លាំងណាស់ Iraha គឺប្រកាសជាយល់ព្រមនឹងឯង Obuchi នៅពេលដែលឃើញអ្នកទាំងពីរគឺចូលសម្រងមួយគ្នាបែបហ្នឹងក៏មានអារម្មណ៍ថាសប្បាយចិត្តដូចគ្នាសេរីក៏ការបង្ហាញនៅពេលយប់ក៏ការស្ថិតនៅភោជនីយដ្ឋានមួយកន្លែងយើងក៏បានឃើញថា Obuchi នៅពេលនេះកំពុងតែអង្គុយញ៉ាំអីជាមួយនឹងលោកពូរបស់គាត់ដោយលោកពូក៏បានបញ្ជាក់ផងដែរថាគាត់ពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញកូនស្រីរបស់គាត់គឺចាប់ផ្ដើមមានអារម្មណ៍ថាសប្បាយបន្ទាប់ពីនាងបានផ្លាស់ប្ដូរទៅរៀនសាលាថ្មីរបស់ Obuchi នឹងឯងហើយគាត់ក៏បានដឹងផងដែរថា Machiro ហើយនិង Iraha នៅពេលនេះគឺបានក្លាយទៅជាមិត្តភក្តិជាមួយគ្នារីឯរឿងរ៉ាវកាលពីថ្ងៃមិញហ្នឹងក៏គាត់ដឹងដែរដូច្នោះហើយគាត់ពិតជាសរសើរទៅកាន់ Iraha មែនទែនទាក់ទងអំពីការបញ្ចូលសលេងរបស់នាងអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ Obuchi នោះគឺថាលោកពូគឺថាទាំងដឹងទាក់ទងអំពី Iraha ដែលបានបញ្ចូលសលេងឲ្យទៅកាន់ហ្គេមរបស់ Obuchi ក៏ប៉ុន្តែគាត់បានសន្យាជាមួយនឹង Obuchi ហើយថាគាត់មិនប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅកាន់អ្នកដទៃបានដឹងនោះទេពីព្រោះរឿងរ៉ាវទាំងអស់ហ្នឹងគឺជារឿងអាថ៌កំបាំងដែល Obuchi បានលាក់បាំងអីចឹងណាហើយរឿងមួយទៀតដែលយើងចង់សួរទៅកាន់ឯងនោះគឺថាតើឯងគឺមានទំនាក់ទំនងអ្វីឲ្យពិតប្រាកដជាមួយនឹង Iraha Obuchi បានតបឡើងលឿនតែម្ដងថាត្រឹមតែជាសិស្សប្អូនរបស់គាត់តែប៉ុណ្ណោះដោយសារតែ Iraha គឺជាប្អូនស្រីបង្ការរបស់មិត្តភក្តិរបស់គាត់ការបង្ហាញមកកន្លែង Machiro នៅវិញអារម្មណ៍របស់នាងនៅពេលនេះគឺកាន់តែសប្បាយចិត្តហើយបន្ទាប់ពីដឹងថា Obuchi គឺជាអ្នកគ្រប់គ្រងរបស់នាងទោះជាយ៉ាងណាក៏ដោយអារម្មណ៍របស់នាងនៅពេលនេះទៅចំពោះ Obuchi គឺចង់លើអំពីសង្សារខ្លាំងខ្លាយទៅទៀតការបង្ហាញមកកន្លែង Obuchi នៅវិញក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយក៏ឃើញវត្តមានរបស់ Iraha កំពុងតែនៅទីនោះផងដែរហើយដូចជារដងអញ្ចឹងអ្នកទាំងពីរឲ្យតែនៅក្បែរគ្នាដឹងតែញ៉ោះគ្នារហូតហ្នឹងក៏ប៉ុន្តែគណៈពេលហ្នឹងស្រាប់តែភ្ញាក់ផ្អើល Machiro ក៏បានផ្ញើសារមកកាន់ Obuchi ហើយសារនោះក៏បានបញ្ជាក់ថាខ្ញុំស្រឡាញ់អ្នកជាងអ្វីទាំងអស់នៅលើពិភពលោកមួយនេះអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងភាគទី6ក៏ការស្លេះនៅត្រង់នឹងឯងហើយបើចង់ដឹងថាភាពបន្តទៅមុខទៀតវាទៅជាចំណាកុំភ្លេចតាមដានជាមួយមានទាំងអស់គ្នាណាជាចុងក្រោយអីមានតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះអីមានតែប្រឹងទេបាយបាយជួបគ្នាព្រាមតបាយបាយ